ព័ន្ធដើម្បីប្រជាធិបតេយ្យកម្មវិធីនេះរៀបចំឡើងដោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងវត្ថុបំណងឈានទៅដល់ការកាត់បន្ថយអំណាចរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានអំណាចដោយប្រើយន្តការ8ចំណុចជាគន្លឹះដើម្បីសម្រេចវត្ថុបំណងនេះកម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាមចេញពីការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋទៅលើគោលធំចំនួន3គឺការយល់ដឹងអំពីប្រជាធិបតេយ្យកិច្ចប្រតិបត្តិប្រធមនិងសិលធម៌សង្គមកម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានផ្សាយតាមរយៈវិទ្យុសបុកមុំសម្លេងប្រជាពលរដ្ឋ FM 105 MHz ផ្សាយចេញពីរាជធានីភ្នំពេញដែលផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង2ដល់ម៉ោង3រសៀលនិងមានកម្មវិធីផ្សាយផ្ទាល់ដោយផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចុចទូរស័ព្ទចូលបញ្ចេញមតិយោបល់ឬចោទសួរដេញដោលទៅកាន់វាគ្មិននៅក្នុងកម្មវិធីនេះជាបឋមខ្ញុំជាអ្នកសម្របសម្រួលនៅក្នុងវេទិកាសាធារណៈនៅថ្ងៃនេះខ្ញុំសូមលំអរកាយក៏ថ្វាយបង្គំព្រះគុណម្ចាស់ដែលគង់ជាវត្តមាននៅទីនេះនិងសូមជម្រាបសួរបងប្អូនដែលអញ្ជើញជាវត្តមាននៅទីនេះទាំងអស់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះថ្ងៃអាទិត្យទី29ខែឧសភាឆ្នាំ2011ត្រូវនឹងថ្ងៃ11រោចខែពិសាឆ្នាំថោះត្រីស័កពុទ្ធសករាជ2556នៅក្នុងថ្ងៃនេះដែរគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រពៃវេទិកាមួយកន្លែងគឺស្ថិតនៅទីស្នាក់ការដែលប្រចាំនៅខេត្តបាត់ដំបងគឺស្ថិតនៅក្នុងភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងហើយនៅក្នុងវេទិកាសាធារណៈនៅក្នុងថ្ងៃនេះគឺមានការអញ្ជើញចូលរួមជាវាគ្មិនពីលោកខឹមវាសនាដែលលោកជាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមុននឹងខ្ញុំជូននាទីនេះទៅលោកខឹមវាសនាខ្ញុំសូមជម្រាបបងប្អូនខ្លះៗអំពីកិច្ចការរបស់ពួកយើងទាំងអស់គ្នាសប្តាហ៍ថ្ងៃគឺយើងផ្សាយវិទ្យុបានពីកន្លែងទី1គឺនៅខេត្តសៀមរាបហើយទី2គឺនៅឯទីក្រុងភ្នំពេញហើយនៅឯទីក្រុងភ្នំពេញគេបានបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដំណើរការផ្សាយពីព្រោះថារយៈពេលកន្លងមកថវិកាសម្រាប់ទ្រទ្រង់វិទ្យុហើយនឹងដំណើរការផ្សេងគឺពឹងផ្អែកទៅលើលោកខឹមវាសនាមួយភាគធំហើយនឹងមួយភាគទៀតគឺបានមកពីប្រជាពលរដ្ឋដែលគាត់ចូលរួមប៉ុន្តែសប្តាហ៍ថ្ងៃនេះមូលនិធិដែលត្រូវបានបង្កើតឡើងនៅឯទីក្រុងភ្នំពេញនៅខេត្តបាត់ដំបងរបស់យើងក៏មានដែរហើយសម្រាប់មូលនិធិដែលបងប្អូនមានបំណងចង់ឧបត្ថម្ភដើម្បីជួយទ្រទ្រង់ដំណើរការផ្សាយសម្លេងរបស់ពួកយើងបងប្អូនអាចទំនាក់ទំនងទៅលោកធូកូរិតហើយការឧបត្ថម្ភមូលនិធិនេះគឺមិនច្រើនទេមួយខែគឺត្រឹមតែ$1ទេមួយខែ$1ក៏ប៉ុន្តែប្រសិនបើបងប្អូនយល់ឃើញថាបងប្អូនមានលទ្ធភាពលើសពី$1អញ្ចឹងបងប្អូនអាចដាក់ទៅតាមលទ្ធភាពរបស់បងប្អូនដូចជា$6000ឬក៏$2ជាដើមទី2ចំពោះក្រុមប្រឹក្សាឃុំសង្កាត់ឥឡូវនេះឆ្នាំ2011ហើយរយៈពេលនៃការឃោសនាជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ការបោះឆ្នោតប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺនៅមិនដល់1ឆ្នាំទៀតទេអញ្ចឹងសម្រាប់បងប្អូនដែលយល់ឃើញថាកិច្ចការរបស់ពួកយើងជាកិច្ចការត្រឹមត្រូវហើយបងប្អូនជាអ្នកយល់ស្រាប់ពីគំនិតរបស់ពួកយើងប្រសិនបើបងប្អូនមិនចូលរួមរៀបចំក្រុមប្រឹក្សាឃុំសង្កាត់ទេពួកយើងក៏គ្មានលទ្ធភាពទៅធ្វើកិច្ចការអត់ទាំងនោះដែរពីព្រោះថាមានតែបងប្អូនដែលនៅក្នុងឃុំនឹងទេទើបបងប្អូនយល់និងបានដឹងអំពីបុគ្គលិកលក្ខណៈរបស់សមាជិកឬក៏អ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថាតើអ្នកណាម្នាក់ដែលគាត់មានសមត្ថភាពនិងលទ្ធភាពអាចឈរជាក្រុមប្រឹក្សាឃុំសង្កាត់បានអញ្ចឹងគឺមានតែបងប្អូនទេសម្រាប់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺគ្រាន់តែជួយរៀបចំសំណុំឯកសារឲ្យទៅជាឯកសារស្របច្បាប់ទេក៏ប៉ុន្តែអ្នកដែលជ្រើសរើសគឺបងប្អូននឹងហើយដែលយើងធ្វើកិច្ចការខុសពីគណៈបកដទៃដែលគេចាត់ថាបុគ្គលនេះអាចឈរជាក្រុមប្រឹក្សាឃុំសង្កាត់បាននិងបុគ្គលនោះអាចឈរជាក្រុមប្រឹក្សាឃុំសង្កាត់បានប្រសិនបើបងប្អូនមិនចូលរួមរៀបចំទេពេលដែលបោះឆ្នោតរួចហើយសម្លេងនៅក្នុងឃុំនឹងបងប្អូនស្ទងទៅឃើញថាគណៈបកដទៃគេបានចំនួនតិចប៉ុន្តែសម្លេងឆ្នោតដែលបាត់នោះគឺបាត់ច្រើនអញ្ចឹងបងប្អូនអាចនឹងសោកស្ដាយថាប្រសិនបើរៀបចំទៅម៉េះ
ប្រហែលជាដឹងចំនួនមនុស្សដែលគ្រប់គ្រងគំនិតគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅក្នុងគុំនឹងប្រមាណហើយដល់បើទោះបីជាបងប្អូនស្ដាយក្រោយក៏មិនអាចដែរហើយប្រសិនបើយើងបានជាប់ក្រុមប្រឹក្សាឃុំសង្កាត់ពីព្រោះថាឃុំខ្លះពេលបោះឆ្នោតរួចហើយមានសម្លេងច្រើនអញ្ចឹងប្រសិនបើយើងជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់ណាបើទោះបីជាគេចង់ជៀសវាងមិននិយាយពីឈ្មោះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏គេមិនអាចជៀសវាងបានដែរពីព្រោះថានៅក្នុងឃុំខ្លះគឺយើងមានក្រុមប្រឹក្សាឃុំសង្កាត់ហើយអញ្ចឹងកិច្ចការរបស់បងប្អូនទី1គឺចូលរួមឧបត្ថម្ភមូលនិធិសម្រាប់ទ្រទ្រង់ដំណើរការផ្សាយទី2គឺចូលរួមរៀបចំក្រុមប្រឹក្សាឃុំសង្កាត់ចំពោះក្រុមប្រឹក្សាឃុំសង្កាត់គឺគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគ្រាន់តែរៀបចំឯកសារដែលបងប្អូនបានបំពេញមកឲ្យទៅជាឯកសារស្របច្បាប់ទេហើយខ្ញុំសូមជម្រាបប្រាប់បងប្អូនមួយទៀតថាសម្រាប់វេទិកានៅខែក្រោយគឺយើងប្រពៃរៀងរាល់ចុងខែសម្រាប់ខែក្រោយគឺនៅថ្ងៃទី26គឺចំថ្ងៃអាទិត្យខែមិថុនាគឺខែ6ហ្នឹងឆ្នាំ2011អញ្ចឹងសម្រាប់ខែក្រោយយើងប្រពៃពេលព្រឹកដែរគឺនៅថ្ងៃទី26ខែ6អញ្ចឹងបងប្អូនអាចជម្រាបប្រាប់បងប្អូនដែលនៅតាមភូមិដែលគាត់សម្រាប់ខែនេះគាត់មិនមានឱកាសមកចូលរួមវេទិកានៅក្នុងថ្ងៃនេះអញ្ចឹងបងប្អូនអាចជម្រាបប្រាប់គាត់បានហើយជាកិច្ចបន្តខ្ញុំសូមជូននីតិនេះទៅលោកខេមស្នាដើម្បីឲ្យលោកខេមស្នាធ្វើចំណាប់អារម្មណ៍ផ្ដើមនៅក្នុងវេទិកាសាធារណៈរបស់យើងសូមអញ្ជើញជាបឋមខ្ញុំប្រកាសណាខ្ញុំបាទខេមស្នាសូមលំអរកាយក្រាបថ្វាយបង្គំប្រគុណម្ចាស់ព្រះធេរានុធេរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែគង់ជាវត្តមានក្នុងវេទិកាសាធារណៈនៅថ្ងៃនេះជាទីគោរពសក្ការៈសូមគោរពបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានបើតាមតម្រុយដែលផ្ដល់ដោយព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងជីវិតទោះបីជាជីវិតដែលយើងចាត់ទុកថាជាជីវិតថ្លៃថ្លាជីវិតដែលបានធ្វើប្រយោជន៍និងជាជីវិតនិងឬជីវិតដែលប្រកបទៅដោយភាពថោកទាបជាឆ្លើងសង្គមជាដង្កូវសង្គមជាចំណែកលើសរបស់សង្គមគ្រប់ជីវិតទាំងអស់តាមការផ្ដល់តម្រុយដោយព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងជីវិតទាំងអស់គឺសុទ្ធសឹងតែជាទុក្ខទោះបីជាជីវិតនោះជាជីវិតថ្លៃថ្នូរជាជីវិតប្រសើរជាជីវិតថោកទាបជាជីវិតជាចំណែកលើសសម្រាប់សង្គមជាតិក៏ដោយជាជីវិតកើតឡើងសម្រាប់កំដរពិភពលោកក៏ដោយជីវិតដែលកើតឡើងសម្រាប់បំផ្លាញពិភពលោកក៏ដោយជីវិតដែលកើតឡើងសម្រាប់ទម្ងន់ពិភពលោកក៏ដោយឬជីវិតដែលកើតឡើងសម្រាប់ចម្រើនពិភពលោកក៏ដោយជីវិតទាំងអស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតទាំងអស់គឺជាទុក្ខអនិច្ចំទុក្ខំអនត្តាទោះបីជាជីវិតក្នុងស្ថានភាពបែបណាក៏ដោយជីវិតទាំងអស់សុទ្ធសឹងតែជាទុក្ខអញ្ចឹងការរកផ្លូវដើម្បីរំលត់លែងឲ្យមានការផ្គុំគ្នាផ្គុំរវាងខណ្ឌ5ដើម្បីឲ្យកកើតជាជីវិតគឺជាចំណុចគន្លឹះដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គលោករកឃើញក៏ប៉ុន្តែឥឡូវនេះយើងទៅចែកមួយលំដាប់ទៅមួយលំដាប់បើជីវិតវាកើតមកទៅហើយតើជីវិតប្រសើរនៅត្រង់ណាបើជីវិតមិនទាន់កើតមកទេព្រះសម្មាសម្ពុទ្ធលោករំលឹកដាស់តឿនឥតមានសត្វឥតមានបុគ្គលពីកន្លែងនេះទៅចាប់ជាតិនៅកន្លែងនោះទេវាគ្រាន់តែជាធាតុផ្គុំធម្មជាតិនេះវាផ្គុំធាតុឡើងដែលធាតុធំរបស់វាមានតែ4គឺដីទឹកភ្លើងខ្យល់វាប្រជុំចុះនៅក្នុងលក្ខខណ្ឌមួយសមស្របជីវិតកើតមានឡើងបើជីវិតកើតក្នុងន័យមកពីទីនេះមកពីទីនោះមកពីធាតុនេះមកពីធាតុនោះផ្សារផ្សំគ្នាមកជុំគ្នាធម្មជាតិនេះត្រូវតែបែកនៅខាងចុងតែមានធម៌ផ្គុំត្រូវតែមានធម៌បែកតែវាផ្គុំរហូតអត់មានធម៌បែកមិនដឹងរកអីមកផ្គុំទេធម្មជាតិនេះរៀបចំមិនចេញទេបើជីវិតទាំងអស់សុទ្ធសឹងតែកើតឡើងដោយធម៌ផ្គុំដូច្នេះជីវិតត្រូវតែបែកធ្លាយនៅទីចុងខាងក្រោយជីវិតមិនមែនជាសត្វជាបុគ្គលណាមួយដែលមកគោះទ្វារផ្ទះយើងសុំចាប់កំណើតទេអត់មានអញ្ចឹងទេជីវិតគឺជាធាតុផ្សំដែលវែកចុះវែកឡើងទៅឃើញតែដីទឹកភ្លើងខ្យល់ដែលជាធាតុសំខាន់តែវាចុះជ្រុំគ្នាក្នុងលក្ខខណ្ឌសមស្របជីវិតបានកើតមានឡើងរាល់ជីវិតទាំងអស់ដែលកើតក្នុងលក្ខខណ្ឌបែបនេះណាសុទ្ធសឹងតែជាទុក្ខប៉ុន្តែឥឡូវបើជីវិតកើតមកទៅហើយសួរថាតើយើងត្រូវ
តម្រង់ជីវិតរបស់យើងក្នុងផ្លូវណាដើម្បីឲ្យคล้ายទៅជាជីវិតដែលមានន័យប្រសើរថ្លៃថ្លាក៏ប៉ុន្តែតាមតម្រុយដែលផ្ដល់ដោយព្រះសម្មាសម្ពុទ្ធព្រះបរមគុណនៃយើងរាល់តែជីវិតទាំងអស់ទោះបីជាជីវិតក្នុងថ្លៃថ្នូរក៏ដោយជីវិតក្នុងថោកទាបក៏ដោយជីវិតទាំងអស់សុទ្ធសឹងតែជាទុក្ខកំណើតជាទុក្ខយើងថាកំណើតមិនមែនជាទុក្ខទេរាល់កំណើតតែងតែផ្ដល់នៅសុភមង្គលក្នុងគ្រួសារមួយគេធ្វើបុណ្យបកក់កូនគេនៅពេលដែលកូនគេកើតផងគេថាជីវិតណានាំមកនៅសុភមង្គលព្រះសម្មាសម្ពុទ្ធជាបុគ្គលត្រាស់ដឹងលោកឥតខ្លាចគេនិន្ទាទេពីព្រោះវាជាសេចក្តីពិតលោកប្រាប់ថាជីវិតជាទុក្ខកំណើតជាទុក្ខប៉ុន្តែឥឡូវនេះបើយើងកើតមកហើយយើងគួរតែជែកគ្នាមើលថាតើជីវិតគួរតែរស់នៅក្នុងផ្លូវណាបងប្អូនសង្កេតទៅប្រជាពលរដ្ឋខ្មែរយើងបន្តិចមើលបងប្អូនបើកភ្នែកមើលទៅសង្គមខ្មែរខាងក្រៅមើលមនុស្សខ្មែរលិបលិចលង់លក់នៅក្នុងប្រពៃណីទំនៀមទម្លាប់ធំជាងគេបំផុតគឺក្នុងជំនឿហើយបងប្អូនដឹងតែចូលដល់ជំនឿហើយមានតែពីរយ៉ាងតែចូលដល់ជំនឿមានតែពីរយ៉ាងហើយអាពីរយ៉ាងអត់មានល្អអីបន្តិចមានតែជឿស្លុបតែជឿស្លុបមិនដឹងថារឿងនឹងយ៉ាងម៉េចទេប៉ុន្តែជឿថាអញ្ចឹងអ្នកជឿមួយប្រភេទគឺស្លុបជឿថាអញ្ចឹងតែជឿថាអញ្ចឹងហើយចំណាយពេលវេលាចំណាយកម្លាំងចំណាយលុយកាក់ហ៊ានទៅធ្វើរឿងដែលខ្លួនមិនយល់ផងពីព្រោះខ្លួនយល់ខ្លួនជឿថាអញ្ចឹងខ្លួនមានជំនឿសុបថាអញ្ចឹងនឹងផ្នែកទី1ទៅដល់ពេលផ្នែកទី2គឺអត់ជឿសោះអត់មានជឿទេក្នុងរឿងសាសនាហ្នឹងប៉ុន្តែដោយខ្លួនមានប្រយោជន៍ក្នុងរឿងហ្នឹងបោកយកតែហ្មងរឿងជំនឿមានពីរហ្នឹងមានតែរឿងល្ងឹតស្លុបហ៊ានចំណាយកម្លាំងចំណាយពេលវេលាចំណាយធនធានរបស់ខ្លួនឥតស្ដាយសំណោះឯងព្រោះជឿតែអញ្ចឹងនឹងមកក្រុមទៅមកក្រុមទៀតគឺថាអត់ជឿទេប៉ុន្តែនិយាយកោកយកជំនឿនីមួយក្នុងសាសនានីមួយហ្នឹងមកជាអាជីពសម្រាប់ចិញ្ចឹមជីវិតរកផលប្រយោជន៍នេះជំនឿមានតែពីរប្រភេទហ្នឹងហើយប្រជាប្រដ្ឋយើងលឹបលិចលង់លក់នៅក្នុងប្រពៃណីនៅក្នុងទំនៀមទម្លាប់ចុងក្រោយបំផុតនៅក្នុងជំនឿនេះវាធំនៅក្នុងជំនឿហ្នឹងមនុស្សដែលលឹបលិចលង់លក់នៅក្នុងជំនឿបងប្អូនណាប្រៀបដូចជាបុគ្គលម្នាក់ត្រូវបានគេយកខ្សែមកថ្ពុកកហើយយកទៅដាក់ក្នុងទឹកអូសក្រោយអូបបើកលឿនទៅហ្មងគេយកខ្សែថ្ពុកកហ្នឹងហ្មងរួចអូសគាត់ទៅកាប់មុខនឹងទឹកនឹងងើបមុខមិនរួចហ្មងលឹបលិចលង់ហ្នឹងហ្មងព្រោះអីបានទៅជាអញ្ចឹងគាត់អន់ធម្មជាតិជាមនុស្សគឺអន់ធម្មសញ្ញាគឺអន់សម្បញ្ញៈគឺអន់អាការភ្ញាក់ហ្នឹងហ្មងឃើញអត់មានឆ្ងល់អីបន្តិចគេថាមនុស្សល្ងងអត់ផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាងអត់មានភ្ញាក់អីទេកុំថាជំនាន់យើងជំនាន់ព្រះសម្មាសម្ពុទ្ធក៏ចឹងដែរគេចេញចូលវត្តចេតពុនរាល់ថ្ងៃហើយគាត់នៅក្បែរវត្តចេតពុនហ្នឹងមិនដែលភ្ញាក់ទេសញ្ញាហ្នឹងវាគួរតែជាសញ្ញាមួយដែលមនុស្សអាចភ្ញាក់បានណាចុះគេចេញគេចូលយ៉ាងហ្នឹងវាមានរឿងអីនៅកន្លែងហ្នឹងអត់ទេបងប្អូនមនុស្សល្ងងអត់ផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាងអញ្ចឹងអត់មានផ្អើលអត់មានភ្ញាក់អីទេនៅល្ងងអញ្ចឹងអន់អីអាហ្នឹងអន់ធម្មសញ្ញាអន់សម្បញ្ញៈអត់ភ្ញាក់តែហ្មងណាអ្នកខ្លះប្តីស្ដាប់ណាប្រពន្ធនៅក្បែរហ្នឹងប្តីបើករយោរងថ្ងៃរលុយពិបាកចង់ងាប់ប្តីហ្នឹងសុកចិត្តយកលុយហ្នឹងទៅចូលគណៈបកយើងបើស្នាជាប្រពន្ធមានកំណើតជាអ្នកភ្ញាក់ណាបងប្អូនវាឆ្ងល់បាត់ហើយចុះប្តីអញរលុយពិបាកយ៉ាងហ្នឹងហេតុអីណោះបានជាគាត់យកលុយហ្នឹងទៅចូលគេមកអញតាមដានបន្តិចបើមានលក្ខណៈបែបហ្នឹងបងប្អូនដឹងសេចក្តីពិតបាត់ទៅហើយប៉ុន្តែអត់ទេណាបងប្អូនមនុស្សមានកំណើតជាមនុស្សឥតភ្ញាក់ណាជាមនុស្សដែលលិចលង់លឹកក្នុងទម្លាប់ចាស់ហ្មងណាក្នុងទម្លាប់ក្នុងប្រពៃណីក្នុងជំនឿធំជាងគេបំផុតគឺក្នុងជំនឿតែលឹកចូលក្នុងជំនឿទៅហើយបងប្អូនកុំរកកន្លែងភ្ញាក់ឃើញណាបងប្អូនអត់មានភ្ញាក់ទេដូចជាមនុស្សម្នាក់ដែលត្រូវបានគេចងកកហើយអូសទៅក្នុងទឹកដាក់ទៅក្នុងទឹករួចអូសក្រោយអូបហ្នឹងហ្មងមិនងើបមករួចទេមិនជាវឹតហ្នឹងហ្មងរស់លឹបលិចលង់លក់នៅក្នុងជំនឿនៅក្នុងសាសនានៅក្នុងប្រពៃណីនៅក្នុងទំនៀមទម្លាប់យូ
មានបកគលភ្ញាក់មួយចឹងមកព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាផ្លូវទៅសួរទួទេផ្លូវទៅនរកសឹកអស់ពេលណាយើងចាប់ផ្ដើមភ្ញាក់យើងត្រូវរៀបពិចារណាយើងយល់ពីច្បាប់ធម្មជាតិយើងយល់ពីតម្លៃនៃមនុស្សយើងយល់ពីផ្លូវរបស់ជីវិតយើងយល់អញ្ចឹងបងប្អូនប្រៀបដូចជាយើងឈរលើកំពូលភ្នំមួយអញ្ចឹងរួចយើងសម្លឹងមកក្រោមបងប្អូនអើយមិនដឹងជាស្អីងាកទៅជីវិតរបស់មនុស្សមិនដឹងជាស្អីនឹងជាគាត់កំពុងតែធ្វើអីអាត្រង់នឹងហើយដែលខ្ញុំនិយាយថាបុគ្គលដែលភ្ញាក់ទាំងឡាយគឺជាបុគ្គលដែលរស់នៅលើមនុស្សរស់នៅលើមានការយល់ដឹងលើមនុស្សណាជាជោគជ័យធំធេងបំផុតក្នុងជីវិតដំបូងដៃបំផុតគឺគេអាចរកផ្លូវជីវិតឃើញកុំអានិយាយថាតើរកផ្លូវជីវិតឃើញហើយតើយើងដើរដល់គោលដៅឬអត់គ្រាន់តែរកផ្លូវជីវិតឃើញហ្នឹងបងប្អូនជាជោគជ័យធំមួយទៅហើយសពថ្ងៃគេបង្កើតសាលាជោគជ័យច្រើនណាស់ប៉ុន្តែគេមិនដែលបានកំណត់ថាតើស្អីទៅជោគជ័យនៅក្នុងសាលាជោគជ័យហ្នឹងគេមិនដែលកំណត់ថាស្អីជោគជ័យទេប៉ុន្តែគ្រាន់តែគេស្រឡឹងមើលមុខគ្នាគេយល់គ្នាហ្មងព្រោះអីព្រោះតណ្ហាវាដូចគ្នាដូចមនុស្សប្រុសហើយមនុស្សស្រីវាស្រឡាញ់គ្នាអញ្ចឹងណាអត់មាននិយាយទេវាគ្រាន់តែមើលមុខគ្នាវាយល់គ្នាហ្មងតែវាយល់គ្នាវាអស់ដៃគ្នាចូលបន្ទប់បដ ாய் ទោះបាននិយាយគ្នាទេថាអត់បាននិយាយទេមើលកៅភ្នែកដឹងហ្មងសប្ងៃជោគជ័យអញ្ចឹងណាសាលាជោគជ័យហ្នឹងមិនដែលលើប្រកាសថាជោគជ័យមានន័យថាម៉េចទេអត់ដែលទេប៉ុន្តែពួកអ្នកទៅរៀនហ្នឹងយល់ច្បាស់ពីជោគជ័យរបស់គេហ្មងគ្រូគេមិនប្រាប់ក៏គេដឹងដែរជោគជ័យហ្នឹងមានឡានមានម៉ូតូហឺហាធ្វើជាអ្នកធំទៅណាគេគោរពគេរាប់អានប៉ុន្តែគេមិនដែលបកស្រាយថាជោគជ័យហ្នឹងមានន័យថាម៉េចនៅសាលាជោគជ័យទេគេដែលបកស្រាយទេប៉ុន្តែគ្រាន់តែគេបង្រៀនគេថាបង្រៀនមនុស្សឲ្យជោគជ័យអាគ្រូក៏មិនដែលប្រាប់អាកូនសិស្សក៏មិនដែលនិយាយគ្នាប៉ុន្តែវាយល់គ្នាស្រេចហ្មងព្រោះមនុស្សសាមញ្ញជោគជ័យគាត់អញ្ចឹងបើជោគជ័យមានន័យថាមានលុយមានកាក់មានវិឡាមានមុខមានមាត់ខ្ពស់ក្នុងសង្គមទៅណាគេគោរពច្រើនបើជោគជ័យមានន័យថាអញ្ចឹងអ្នកប្រាជ្ញធំក្នុងលោកបរាជ័យច្រើនណាស់មានអ្នកប្រាជ្ញធំក្នុងលោកដែលល្បីឈ្មោះគេចាត់ទុកជាបុគ្គលអស្ចារ្យក្នុងលោកបរាជ័យច្រើនណាស់ព្រោះអីអ្នកប្រាជ្ញខ្លះរត់តែផ្ទះនៅម៉ានផងនៅក្រោមដើមឈើអញ្ចឹងទៅណាដោយព្រះសម្មាសម្ពុទ្ធឯនៅក្រោមដើមឈើហ្នឹងបើជោគជ័យមានន័យថាមានឡានមានវិឡាននៅបងប្អូនមានអ្នកប្រាជ្ញធំច្រើនណាស់ក្នុងលោកដែលលោកបរាជ័យក្នុងជីវិតប៉ុន្តែលោករស់នៅក្នុងភាពញញឹមពីព្រោះលោកយល់លោករស់នៅជាមួយនឹងអ្វីដែលលោកមានយ៉ាងសប្បាយយ៉ាងរំភើយពីព្រោះលោកបានរកឃើញនៅជោគជ័យធំមួយគឺការរកឃើញផ្លូវជីវិតប៉ុន្តែពួកអ្នកដែលដើររកជោគជ័យនៃជីវិតដែលមិនស្គាល់អំពីជោគជ័យនោះមានន័យថាម៉េចពួកគេមិនបានដឹងថាពួកអ្នកប្រាជ្ញបណ្ឌិតហ្នឹងលោកមានការពេញចិត្តលោកមានការឆ្អែតចិត្តឆ្អែតនឹងអ្វីដែលលោកបានរកឃើញលោកឆ្អែតត្មងសឹងថាមិនហូបបាយក៏លោកឆ្អែតពីព្រោះលោកបានរកឃើញមាគ៌ាជីវិតយ៉ាងត្រឹមត្រូវប៉ុន្តែសាលាជោគជ័យច្រើនណាស់បងប្អូនគេអត់ដែលនិយាយថាតើជោគជ័យមានន័យថាម៉េចទេប៉ុន្តែគ្រាន់តែលើថាជីវិតជោគជ័យកូនសិស្សនឹងវាយល់ស្រេចត្មងអាគ្រូវិញក៏យល់ស្រេចត្មងប៉ុន្តែវាមិនដែលហ៊ានបលៀតទេពីព្រោះវាបលៀតពាក្យថាជោគជ័យតាមន័យរបស់វានិយាយមកណារបស់វាគិតមកណាបងប្អូនវាខ្លាចអ្នកដទៃតេះដៀលវាហើយចុះបើសាលាហ្នឹងជាសាលាត្រឹមត្រូវបង្រៀនមនុស្សឲ្យជោគជ័យនឹងក្នុងន័យត្រឹមត្រូវហេតុអ្វីបានជាវាមិនហ៊ាននិយាយថាតើជោគជ័យនឹងមានន័យថាម៉េចវាអត់ហ៊ាននិយាយទេអ្នកសាលាខ្ញុំបង្រៀនឲ្យជោគជ័យក្នុងជីវិតអ្នកឯងបកស្រាយមកតើជោគជ័យមានន័យថាម៉េចវាអត់ដែលហ៊ានបកស្រាយទេពួកបកស្រាយមកឃើញថាអាក្រក់ហ្មងជោគជ័យរបស់វានោះណា